ត្រូវមានសុជីវធម៌នៅក្នុងខ្លួនចេះគោរពប្រណិប័តសេចក្តីល្អចំពោះខ្លួនឯងនិងអ្នកដទៃដែលនៅជុំវិញខ្លួនយើងមានការគោរពកោតក្រែងចំពោះឪពុកម្ដាយតាយាយបងប្អូនមីងមាបើយើងគ្មានសុជីវធម៌នៅក្នុងសង្គមការរស់នៅរបស់យើងឥតមានន័យទេបើទោះបីរៀនចប់ដល់ខ្លាយជាបណ្ឌិតទៅហើយក៏គ្មាននរណាម្នាក់គោរពដែរព្រោះថាតម្លៃរបស់មនុស្សគឺស្ថិតនៅលើសុជីវធម៌នោះឯងមុននឹងទេវតាជួយយើងត្រូវជួយខ្លួនឯងសិនគេចង់ជួយយើងបានត្រឹមតែពាក្យសម្ដីតែបើយើងចង់ជោគជ័យយើងត្រូវជួយខ្លួនឯងដោយទង្វើសកម្មភាព